ហេតុអ្វីបានជាពេលធ្វើសង្គ្រាមកងទ័ពហាមប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងសភាពតានតឹងនេះសង្គ្រាមស្ថាប័នយោធាពិភពលោកកំពុងពង្រីកវិធានការសន្តិសុខថ្មីហើយមួយនៅក្នុងចំណោមនោះការសម្រេចចិត្តដ៏តឹងរ៉ឹងបំផុតគឺហាមទាហានប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងអំឡុងពេលធ្វើសង្គ្រាមសារព័ត៌មានអន្តរជាតិបានរាយការណ៍ថាវាជាវិធានការដែលអាចជួយសង្គ្រោះជីវិតនិងការពារកងទ័ពទាំងមូលទូរស័ព្ទដៃមួយគ្រឿងអាចបង្ហាញទីតាំងកងទ័ពទាំងមូលអ្នកជំនាញយោធាអះអាងថាសញ្ញា GPS Wi-Fi និង 4G 5G អាចបង្ហាញទីតាំងរង្វង់កងទ័ពបានត្រឹមត្រូវយ៉ាងគួរឲ្យខ្លាចបំផុតសត្រូវអាចវាយប្រហារទីតាំងផ្ទាល់ឬជំរុំយោធាបានក្នុងរយៈពេលប្រមាណនាទីប៉ុណ្ណោះការចាប់សម្លេងនិងការចូលប្រើទិន្នន័យคล้ายៗជាបាយកសង្គ្រាមប៉ុណ្ណោះអ្នកវិភាគខ្លះបញ្ជាក់ថាសត្រូវអាចហែកឬចាប់សញ្ញាទូរស័ព្ទដើម្បីទទួលបានព័ត៌មានសំខាន់ៗដូចជាទិសដៅផែនការវិលុកចំនួនកម្លាំងទ័ពការផ្លាស់ប្ដូរទីរថយន្តពិសេសការបាត់បង់ព័ត៌មានតូចតាចមួយអាចបង្កឲ្យបាត់បង់ធំមួយនៅក្នុងមួយយុទ្ធនាការសញ្ញាទូរស័ព្ទអាចបង្កឲ្យគ្រាប់បែកផ្ទុះសង្គ្រាមសម័យថ្មីគ្រាប់បែក IED មួយចំនួនត្រូវបានបង្កើតឲ្យផ្ទុះតាមរយៈសញ្ញាទូរស័ព្ទដៃការបើកទូរស័ព្ទដៃតែម្ដងអាចបង្កហេតុដែលយើងមិនអាចនឹកស្មានដល់រូបថតមួយសន្លឹកអាចបង្ហាញការសម្ងាត់យោធាទាំងមូលការទាញយករូបថតឬវីដេអូដាក់នៅក្នុងបណ្ដាញសង្គមប្រែទៅជាគ្រោះថ្នាក់ធំបំផុតព្រោះវាអាចបង្ហាញទីតាំងមុខទាហានប្រព័ន្ធអាវុធនិងទីតាំងរបស់យោធាប្រើតែប្រព័ន្ធយោធាដែលបាន encrypt កងទ័ពប្រើរ៉េឌីអូសុវត្ថិភាពខ្ពស់ប្រព័ន្ធទំនាក់ទំនង encrypt ឧបករណ៍សម្ងាត់សម្រាប់បញ្ជាការយោធាដូច្នេះការប្រើប្រាស់ទូរស័ព្ទដៃមិនមែនជាការតឹងរ៉ឹងទេប៉ុន្តែវាជាវិធានការការពារជីវិតទាហាននិងបង្ការការលេចធ្លាយព័ត៌មានយោធាក្នុងសង្គ្រាមទូរស័ព្ទដៃធម្មតាស្មើនឹងគ្រាប់បែកស្ងៀមថៃបានប្រមានឲ្យកម្ពុជាជប់បាញ់ទាំងដែលខ្លួនសង្គ្រឹះថ្មិញខំមិនលែងកាន់តែហួសចិត្តនឹងគួរឲ្យអស់សំណើចកាន់តែខ្លាំងនោះរដ្ឋាភិបាលថៃបានចេញសេចក្តីព្រមានដល់រាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជានៅថ្ងៃទី8ខែធ្នូឆ្នាំ2025ដោយទាមទារឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការបាញ់អាវុធធុនធ្ងន់ទាំងអស់ឆ្លងព្រំដែននេះជារឿងដែលគួរឲ្យអស់សំណើចខ្លាំងដោយភាគីថៃព្រមានកម្ពុជាឲ្យឈប់បាញ់ទាំងដែលយោធាថៃខ្លួនឯងបន្តការបាញ់និងឈ្លានពានគ្មានលោកមកលើដែនអធិបតេយ្យភាពកម្ពុជាតើថៃពិតជាឈួតឬធ្វើឈួតយោងតាមកាសែត Thai Donation បានចុះផ្សាយនៅថ្ងៃទី8ខែធ្នូឆ្នាំ2025នេះថារាជរដ្ឋាភិបាលថៃបានដាក់អសន្និបាតដល់កម្ពុជាឲ្យឈប់បាញ់ជាបន្ទាន់ត្រឹមម៉ោង6ល្ងាចនៅថ្ងៃទី8ខែធ្នូឆ្នាំ2025នេះបើមិនដូច្នោះទេយោធាថៃនឹងអនុវត្តប្រតិបត្តិការទ្រង់ទ្រីធំកម្រិតអតិបរមាមកលើកម្ពុជាមិនចេះទទួលស្គាល់ការប្រសពរាជរដ្ឋាភិបាលថៃបានចោទទាំងងងឹតងងល់ងងីងងើថាកំភ្លើងធំនិងក្របរ៉ុកែតដែលបាញ់ចេញពីទឹកដីកម្ពុជារួចបានធ្លាក់ចូលតំបន់ជនស៊ីវិលក្នុងខេត្តបរិយរំខេត្តស៊ីសាកេតនិងខេត្តសុរិន្ទដោយបានបំផ្លាញផ្ទះសម្បែងនិងទ្រព្យសម្បត្តិជាច្រើនកន្លែងយ៉ាងណាការអះអាងរបស់ភាគីថៃកំពុងតែបៀមឈាមព្រោះដាក់កម្ពុជានិងចោទប្រកាន់កម្ពុជាទាំងបំពេញព្រោះថាខាងថៃទៅវិញទេដែលបានបាញ់អាវុធកាន់ដៃគ្រប់ប្រភេទកំភ្លើងធំអាវុធធុនធ្ងន់រួមទាំងក្របរ៉ុកែតនិងយន្តហោះចម្បាំង S16 មកឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាធ្វើឲ្យជនស៊ីវិលកម្ពុជាស្លាប់4នាក់និងរបួស9នាក់ខណៈមនុស្សម្នាក់ក្មេងចាស់ប្រុសស្រីជាច្រើនអ្នកបានភៀសភៀសខ្លួនគេចេញពីក្រុមចៅឈ្លានពានទន្ទឹមគ្នានេះភាគីកម្ពុជានៅតែបន្តការអត់ធ្មត់ទោះបីជាភាគីថៃរំលោភលើកម្ពុជាទាំងកំរោលបែបនេះក៏ដោយនេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រីម៉ាលីសុជាតាអះអាងនៅល្ងាចថ្ងៃទី8ខែធ្នូឆ្នាំ2025នេះយោធាថៃបានបើកការបាញ់ប្រហារមកលើភូមិសាស្ត្រភាគទី4នៅតំបន់ភ្នំខ្មោចនិងពង្រីកយុទ្ធសាស្ត្រការវាយប្រហារមកតំបន់ផ្សេងៗទៀតនៅម៉ោង4ទៀបភ្លឺថ្ងៃទី9ខែធ្នូនេះយោងតាមរយៈការបង្ហោះរបស់ក្រសួងការពារជាតិនៅថ្ងៃទី9ខែធ្នូឆ្នាំ2025នេះសូមជម្រាបនៅស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបានបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជានៅភូមិសាស្ត្រយុទ្ធភូមិភាគទី4ចាប់តាំងពីម៉ោង 4:45 នាទីទៀបភ្លឺនៅថ្ងៃទី9ខែធ្នូឆ្នាំ2025រហូតមកដល់ពេលនេះយោធាថៃបានបើកការបាញ់ប្រហារនៅភូមិសាស្ត្រយុទ្ធភូមិភាគទី4នៅតំបន់ភ្នំខ្មោចនិងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារមកដល់តំបន់ផ្សេងៗទៀតរួមមានតាថាវប្រាសាទតាមាន់ប្រាសាទព្រះវិហារប្រាសាទខ្នាវេលន្ត្រីភ្នំខ្មោចកោ8ចំតែអានសេះថ្មដូនអូស្មាច់និងមនុស្សាវរីយ៍មុខវត្តកៅសិក្ខាគិរីស្វារៈនិងបានបាញ់ផ្សែងពុលមកលើប្រាសាទតាក្របី
ក្រសួងការពារជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទបន្តគោរពនិងអនុវត្តឥតងាយរេនៅរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងត្រៀមខ្លួនរួចជាស្រេចដើម្បីការពារដែនអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពជូនប្រជាជនកម្ពុជាដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយឈ្លានពាននៅខុសច្បាប់មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាតទោះនៅក្នុងតម្លៃណាក៏ដោយព្រមដែលបន្តឡើងកម្ដៅកាន់តែខ្លាំងភេកីថៃបានបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃក្រសួងការពារជាតិចេញសេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសូជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបពីស្ថានភាពនៅតាមបន្តព្រំដែនកម្ពុជាថៃក្នុងយុទ្ធភូមិភាគទី5និងយុទ្ធភូមិភាគទី4នៅថ្ងៃទី9ខែធ្នូឆ្នាំ2025ភេកីថៃបានបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភេកីកម្ពុជានិងភេកីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយការប្រើប្រាស់កម្លាំងយោធាកងយុទ្ធពលខេមរៈភូមិន្ទគ្រប់ជានិច្ចនៅការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងការពីបូរណភាពទឹកដីក្នុងដែនអធិបតេយ្យរបស់កម្ពុជានិងគោរពនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃយ៉ាងម៉ឺងម៉ាត់និងការពារសុខសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្លូតត្រង់ដោយសារសកម្មភាពដ៏កក្លឿនរបស់យោធាថៃដែលបានបើកការវាយប្រហារមុននិងឈ្លានពានមកលើដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាកងកម្លាំងកម្ពុជាគ្មានជំរើសអ្វីក្រៅពីការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានខុសច្បាប់មកលើបូរណភាពទឹកដីកម្ពុជាដោយយោធាថៃដូចមានចែងក្នុងមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងន័យនេះកងយុទ្ធពលខេមរៈភូមិន្ទបដិញ្ញាចិត្តឥតងាយរេនៅក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងសុវត្ថិភាពរបស់ប្រជាជនប្រឆាំងនឹងអំពើឈ្លានពានដ៏កម្រោលនិងសហខុសខើរបស់ថៃមកលើកម្ពុជាទង្វើដ៏កម្រោលនិងខុសច្បាប់របស់ភេកីថៃនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតនៅបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅទីក្រុងកូឡាឡាំពូដែលមានម៉ាឡេស៊ីសហរដ្ឋអាមេរិកនិងចិនធ្វើជាសាក្សីនិងសេចក្តីថ្លែងការណ៍រូបស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលជាកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់ឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំនិងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលសម្រេចបាននៅកិច្ចប្រជុំវិសាមញ្ញនិងកិច្ចប្រជុំពិសេសនៃគណៈកម្មការព្រំដែនទូតកម្ពុជាថៃ JBC និងគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC ចំពោះនៅក្នុងយុទ្ធភូមិភាគទី5ចាប់តាំងពីវេលាម៉ោង 20:39 នាទីយប់ថ្ងៃទី8ខែធ្នូឆ្នាំ2025រហូតដល់ម៉ោង 8:00 នាទីនៅថ្ងៃទី9ខែធ្នូឆ្នាំ2025យោធាថៃបានធ្វើសកម្មភាពបាញ់ប្លង់យ៉ាងខ្លាំងចូលក្នុងភូមិជោគជ័យភូមិព្រៃច័ន្ទនិងបានបង្ហោះដ្រូនស៊ើបការនៅក្នុងភូមិសាស្ត្របឹងត្រកូលនិងពង្រីកភូមិសាស្ត្រចូលបឹងព្រេងស្រុកថ្មពួកនិងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងដោយបានប្រើប្រាស់អាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ជាច្រើនប្រភេទនិងបាញ់ផ្សែងក្នុងសកម្មភាពបាញ់ប្រហាររបស់យោធាថៃដែលបានផ្លោងចូលមកក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលបណ្ដាលឲ្យប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ56បាត់បង់អាយុជីវិតចំនួន2នាក់ដោយសារក្របផ្លោងរបស់យោធាថៃបន្តមកនៅវេលាម៉ោង 4:58 នាទីដល់ម៉ោង 5:25 នាទីយោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះស៊ើបការនិងដ្រូនទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រភ្នំត្រងោលហើយយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះនៅវេលាម៉ោង 5:30 នាទីដល់ម៉ោង 6:10 នាទីយោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ 105mm មកលើទីប្រាំងអូផ្លុកដំរីក៏ដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយដោយឡែកនៅក្នុងយុទ្ធភូមិភេទទី4ចាប់តាំងពីវេលាម៉ោង 4:54 នាទីដល់វេលាម៉ោង 8:00 នាទីនៅថ្ងៃទី9ខែធ្នូឆ្នាំ2025នេះយោធាថៃបានបើកការបាញ់ប្រហារនៅក្នុងតំបន់ភ្នំខ្មោចនិងពង្រីកភូមិសាស្ត្រនៃការបាញ់ប្រហារទៅដល់តំបន់ផ្សេងៗទៀតរួមមានតាថាវប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទព្រះវិហារប្រាសាទខ្នារវេលឥន្ទ្រីភ្នំខ្មោចកូល8បោះស្បូវចំតែអានសេះថ្មដូនអូស្មាច់ភ្នំអនុស្សាវរីយ៍មុខវត្តកៅការីស្វារ៉ាដោយបានប្រើប្រាស់អាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់គ្រប់ប្រភេទរួមមានរថក្រោះកំភ្លើងធំថ្មើរជើងនិងបានបាញ់ផ្សែងពុលទៅតាមទីតាំងផ្សេងៗទៀតយោ
តាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឲ្យដឹងថាការបើកការបាញ់ប្រហាររបស់យោធាថៃមកលើទីតាំងជនស៊ីវិលចាប់តាំងពីថ្ងៃទី8ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី9ខែធ្នូឆ្នាំ2025នេះគិតត្រឹមម៉ោង6ព្រឹកនេះបានបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន7នាក់បាត់បង់ជីវិតនិងរបួស20នាក់ក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទបន្តគោរពនិងអនុវត្តឥតងាករេនៅរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាទន្ទឹមគ្នានេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់ទៅអនុវត្តនូវបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនិងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមប្រធានអាស៊ានបដូវវេនអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃអង្គារ4រោចខែមិគសិឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី9ខែធ្នូឆ្នាំ2025យោធាថៃនៅតែបន្តការបាញ់ប្រហារមកលើកម្ពុជានៅព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025នេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបើកកិច្ចប្រជុំជាបន្ទាន់ជាមួយអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន30អង្គទូតនិង3អង្គការអន្តរជាតិក្នុងនោះក៏មានតំណាងអង្គការសហប្រជាជាតិចូលរួមផងដែរដើម្បីធ្វើបទបង្ហាញអំពីស្ថានភាពនៅតាមមាត់ព្រំដែនកម្ពុជាថៃក្នុងយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5ក្រោយយោធាថៃបានបើកការបាញ់ប្រហារឈ្លានពានមកលើកម្ពុជាសកម្មភាពនៃការរំលោភលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃអស់រយៈពេល3ថ្ងៃមកហើយចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025រហូតមកដល់ថ្ងៃនេះនៅក្នុងកិច្ចប្រជុំនេះឯកឧត្តមសេនីយ៍ឯករដ្ឋាភិបាលរដ្ឋលេខាក្រសួងការពារជាតិបានចូលរួមធ្វើបទបង្ហាញអំពីស្ថានភាពជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលកំពុងកើតមាននៅក្នុងការធ្វើបទបង្ហាញជូនអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាអង្គការអន្តរជាតិនិងតំណាងអង្គការសហប្រជាជាតិក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា CLG បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចូលរួមស្ដាប់បទបង្ហាញខាងលើតាមប្រព័ន្ធ Zoom ផងដែរនៅក្នុងខ្លឹមសារនៃការធ្វើបទបង្ហាញក្រសួងការពារជាតិបានបញ្ជាក់ចំហយ៉ាងច្បាស់លាស់និងបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានសម្រេចកន្លងមកប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសាសន៍និងកិច្ចព្រមព្រៀងដែលមានសារៈហើយប្រឆាំងនឹងការគំរាមឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិទន្ទឹមនឹងនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃត្រឡប់ទៅអនុវត្តបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025ដែលមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនិងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមប្រធានអាស៊ានបដូវវេនអាចង្រៃថៃមហាថោកបានប្រើយន្តហោះ S-16 ទម្លាក់គ្រាប់បែកកណ្ដាលក្រុងសំរោងខេត្តឧត្តរមានជ័យឧត្តរមានជ័យនៅវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025នេះយោធាថៃបានប្រើយន្តហោះចម្បាំង S-16 ទម្លាក់គ្រាប់បែកចំកណ្ដាលក្រុងសំរោងខេត្តឧត្តរមានជ័យបណ្ដាលឲ្យខូចខាតអគារនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរហូតមកដល់ពេលនេះក៏កម្លាំងប្រដាប់អាវុធដ៏អង់អាចរបស់កម្ពុជាបានប្រើប្រាស់អាវុធធុនធ្ងន់ដើម្បីធ្វើការឆ្លើយតបការពារដែនអធិបតេយ្យភាពកម្ពុជាក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតHer Excellency Lieutenant General Mali Socheata, the spokeswoman of the Ministry of National Defense, would like to inform the general public, both national and international media outlets, concerning the situation along the Cambodia-Thailand border in the 5th and 4th military regions on December 9, 2025, as follows. The Thai side has violated the ceasefire agreement and the joint declaration between Cambodia and Thailand signed by both parties on October 26, 2025, by undertaking the renewed acts of aggression against the Cambodian territorial sovereignty through the use of military force. The Royal Cambodian Armed Forces continue to fully backstop and execute the government's decisions to resolve the conflicts through peaceful means,
and to resolutely defend its sovereignty and territorial integrity, as well as the safety and well-being of its innocent citizens, while strictly adhering to the ceasefire agreement and the joint declaration between the two countries. Due to the aggressive actions of the Thai military forces, which initiated firing and encroachment on Cambodia's legitimate sovereignty, the Cambodian armed forces had no other choice but to exercise their right to self-defense within their sovereign territory and to protect our motherland against the illegal acts of aggression by the Thai military forces, as enshrined in Article 51 of the United Nations Charter. In this regard, the Royal Cambodian Armed Forces remain steadfast and unwavering in their commitment to defend the sovereignty, territorial integrity, and the safety of our people against Thailand's barbaric and vicious acts of aggression. The brutal and unlawful actions undertaken by the Thai side are also a grave violation of the ceasefire agreement that both countries agreed upon on July 28, 2025 in Kuala Lumpur, as witnessed by Malaysia, the United States of America, and the People's Republic of China, the joint declaration between Cambodia and Thailand, which both parties signed on October 26, 2025, under the earnest efforts of the U.S. President Donald J. Trump and the Malaysian Prime Minister H.E. Anwar Ibrahim, as well as the previous bilateral agreements achieved in the extraordinary and special meetings of Cambodia-Thailand General Border Committee, GBC, and Cambodia-Thailand Regional Border Committee, RBC. Military Region 5. From 08:39 p.m. on December 8, 2025 until 08:00 a.m. on December 9, 2025, the Thai military forces operated intense shelling activities in the 5th Military Region in Chokche and Prey Chan villages. They also deployed drones for aerial reconnaissance in the Boyong Trakuan area and expanded their scope of operations to Boyong Pring, Tmarpuk, and Komrieng districts in Battambang province, using various types of heavy and destructive military weapons and shooting gas. Military Region 5. From 08:39 p.m. on December 8, 2025 until 08:00 a.m. on December 9, 2025, the Thai military forces operated intense shelling activities in the 5th Military Region in Chokche and Prey Chan villages. They also deployed drones for aerial reconnaissance in the Boyong Trakuan area and expanded their scope of operations to Boyong Pring, Tmarpuk, and Komrieng districts in Battambang province, using various types of heavy and destructive military weapons and shooting gas. The shelling activities by the Thai military forces, which targeted Tmarpuk district, Bantiai Menchi province, resulted in the deaths of 2 civilians who were fleeing on National Road 56 from the Thai military shelling. Later, from 04:58 a.m. to 05:25 a.m., the Thai military employed large drones for aerial reconnaissance, bomber drones, and spraying toxic gas over the region of Phnom Trangol. From 05:30 a.m. to 06:10 a.m., the Thai forces began shelling using 105mm shells at Oflok Domrai area. As of this time, 08:00 a.m., the assault by the Thai armed forces in the region is still ongoing. Military Region 4. From 04:45 a.m. until 08:00 a.m. on December 9, 2025, Thai military forces launched an attack in the Phnom Kmok area and continued to further expand their scope of assaults to various locations, including Ta Thov, Tamoni Temple, Takrabe Temple, Preah Vihir Temple, Kana Temple, Viel Intri, Phnom Kmok, Kul 8, Bos Bov, Choamte, Anses, Thmardon, Osmach, Phnom Anusavari, in front of Keoseka Kirosvara Pagoda, using various types of heavy and destructive military weapons including tanks, heavy artilleries, infantry, and shooting toxic gas in various regions. According to preliminary information from provincial authorities, the Thai military's shooting targeted at civilian locations from December 8, 2025 to December 9, 2025 resulted in the death of 7 innocent Cambodian civilians and 20 were seriously injured. The Ministry of National Defense and the Royal Cambodian Armed Forces continue to fully backstop and execute the government's decisions to resolve the conflicts through peaceful means in accordance with international law, to resolutely defend its sovereignty and territorial integrity, as well as the safety and well-being of Cambodian citizens. In this regard, Cambodia calls on Thailand to turn to honor the ceasefire agreement and the joint declaration between Cambodia-Thailand, signed on October 26, 2025, with the auspicious witness of the U.S. President Donald J. Trump and Malaysian Prime Minister H.E. Anwar Ibrahim in his capacity as the ASEAN rotating chair. Based on the above information, the public, both national and international media outlets, are advised to be informed accordingly. December 9, 2025.